ấy xung group cũng mai bằng ôn ở như này nơiក្នុងសង្គមដែលវាសួរអស់គ្នាខ្ញុំសូមចេញមកបកស្រាយត្រង់បន្តិចជាមួយអ្នកខ្ញុំចង់បកស្រាយកន្លែងដែលថាខ្ញុំឃើញកាមេរ៉ាឡានដែលលោកញ៉ាគាត់យកកាមេរ៉ាឡានគាត់យកទៅផុសចឹងណាខ្ញុំចង់បកស្រាយកន្លែងនេះបន្តិចខ្ញុំចង់បកស្រាយកន្លែងដែលថាម្ចាស់ឡានពេលគាត់បុកអូនខ្ញុំហើយគាត់មានទំនួលខុសត្រូវទេគាត់បុកអូនខ្ញុំហើយបងខ្ញុំមិនទាន់បានស្លាប់ភ្លាមទេបងខ្ញុំនៅប្រហែលជា1ម៉ោងបានបងខ្ញុំគាត់ដាច់ចោលហើយគាត់បងខ្ញុំដេកនៅលើធ្លុកឈាមឡើងប្រហែលឡើង2ធ្លុកឈាមធំបើសិនជាគាត់មានចង់ថាបើសិនជាគាត់មានទំនួលខុសត្រូវមែនគាត់ប្រឈមមុខនឹងមុខច្បាប់ហើយគាត់មិនមែនគាត់បុកហើយគាត់រត់បាត់ហើយគាត់រត់បាត់ហើយគាត់ទៅបងខ្ញុំចោលចឹងទេហើយអានឹងទី1ទី2ផ្លូវពីបៃលិនទៅបាត់ដំបងគេមិនអាចឲ្យបើក8ជាងបានទេគេឲ្យបើកតែ6 7តែប៉ុណ្្នឹងទេច្បាប់គេឲ្យបើកតែ6ទេផ្លូវហ្នឹងគេចាប់លបឿន8ចឹងគេឲ្យបើកតែ6ទេហើយខ្ញុំសូមចេញបកស្រាយកន្លែងដែលថាបងប្អូនពុកម៉ែបងប្អូនទាំងអស់គ្នាយល់ច្រឡំកន្លែងដែលថាភាគីម៉ូតូជិះចូលឡានហើយមិនបានភាគីម៉ូតូដាក់ពាក្យបណ្ដឹងឲ្យម្ចាស់ឡានជាប់គុកអាហ្នឹងចង់ថាមិនមែនទេមិនមែនឲ្យម្ចាស់ឡានជាប់គុកទេគ្រាន់តែភាគីគ្រួសារខ្ញុំគ្រាន់តែឲ្យម្ចាស់ឡានហ្នឹងចូលខ្លួនមកបកស្រាយហេតុអីមកដល់ម៉ោងនេះពេលនេះគាត់មិនមកចូលខ្លួនដោះស្រាយគាត់បុកហើយក៏រត់បាត់ខ្ញុំចង់ឲ្យរយយុទ្ធធរឲ្យកូនខ្ញុំទេខ្ញុំអត់ចង់ចាញ់ឆ្នៃទេខ្ញុំចង់រយយុទ្ធធរឲ្យកូនខ្ញុំឲ្យគាត់ចូលខ្លួនហ្នឹងមកដោះស្រាយផងខ្ញុំគិតចឹងតែបើសិនជាគាត់ចង់ឲ្យថាបើសិនខ្ញុំមិនថាអ្នកណាខុសអ្នកណាត្រូវទេពុកម៉ែបងប្អូនអរគ្នាខ្ញុំទុកឲ្យច្បាប់ជាអ្នកដោះស្រាយប៉ុន្តែបើគាត់ត្រូវគាត់រត់កិច្ចទៅអីមកដល់ពេលនេះម៉ោងនេះចូលចិត្តមកទឹកហើយគាត់អត់មានចូលខ្លួនដោះស្រាយទេពុកម៉ែបងប្អូនអរគ្នាចូល10ថ្ងៃជាងហើយបើសិនខ្ញុំមិនថាអ្នកណាខុសអ្នកណាត្រូវខ្ញុំមិនថាបងខ្ញុំត្រូវមិនថាអ្នកណាគេត្រូវទេខ្ញុំគ្រាន់តែចង់បកស្រាយកន្លែងនេះបន្តិចនៅក្នុងសង្គមបណ្ដាញ Facebook ល្បីណាកំពុងល្បីខ្ញុំមិនចង់និយាយទេប៉ុន្តែបើខ្ញុំមិននិយាយទេពុកម៉ែបងប្អូនអរគ្នាយកច្រឡំខ្ញុំមិនមែនចង់ឆ្នះចង់ចាញ់ទេខ្ញុំមិនចង់ចេញវីដេអូទេប៉ុន្តែម្នាក់បើសិនជាខ្ញុំអត់ចេញវីដេអូអ្នកម្នាក់នឹងយកច្រឡំពុកម៉ែបងប្អូនអរគ្នាខ្ញុំមិនថាភាគីខាងណាខុសអ្នកខាងណាត្រូវទេប៉ុន្តែខ្ញុំយកកាមេរ៉ាខ្ញុំចង់ឲ្យថាខ្ញុំវាឆ្ងល់កន្លែងបន្តិចគាត់ដាក់កន្លែងថាមិនថាម្ចាស់ម៉ូតូប្តឹងគាត់ម្ចាស់ម៉ូតូដែលភាគីអូនខ្ញុំស្លាប់នឹងប្តឹងគាត់ដាក់ចឹងគាត់ដាក់ចំណងជើងអញ្ចឹងខ្ញុំចង់ឲ្យថាខ្ញុំម៉ែកំត់មើលខ្ញុំនិយាយសិនចង់ឲ្យថាចេះខ្ញុំចង់ថា Hello បងនឹងថ្ងៃស្មែបងតែគាត់ចង់បានស្បែកជើងយកទៅពីខ្ញុំបោះដុំឬក៏យកទៅលក់ហីបន្តអីឆាំខ្ញុំបានណាបន្តទីតាំងផ្ទាល់ក៏បានណាបងបរិយាសូនីឆ្កាដងផ្លឹកលេខ27ផ្ទះលេខ159ហ្នឹងហើយស្មែបងតែគាត់បន្តទីតាំងផ្ទាល់គាត់ដឹងហើយបាត់ខ្ញុំគឺចេញរហូតហ្មងទៅជាងថ្ងៃអត់ទៅណេមកមានញឹករហូតហ្មងបានចេញរងថ្ងៃហើយទៅបងអត់សូវបានផុសហេអ្នកលក់រវល់ពេកឥឡូវទៅទៅណេបានកាត់វីដេអូបោះហ្នឹងណាបងសម្រាប់ពីទៅមានគ្រប់ឡាយគ្រប់ម៉ូដគ្រប់នេះហ្មងខ្សែស្លឹមខ្សែធំខ្សែកដាលអីមានទាំងអស់បងនេះសម្រាប់តាកន្លែងហាប់បណ្ណាណាបងនៅផ្ទះមួយទៀតដាក់ពេត្រូលសុទ្ធហ្មងសម្រាប់បងដែលគាត់ចង់បានអីឆាតមកខ្ញុំណាបើដុំលក់រីអីឆាតមកខ្ញុំបានណាតអ្នកលក់អីអត់សូវបាន review អីមើលខ្លួនឯងទៅនិយាយទៅឲ្យបានចេញសាហាវហ្មង